កុលាបប៉ៃលិនគឺជារឿងដែលពេញនិយមជាងគេនៅក្នុងការសរសេរសំឡេងតែងសេចក្តីហើយក្នុងវីដេអូនេះគឺយើងនឹងធ្វើការវិភាគទៅលើតួអង្គចៅចិត្រដែលជាតួអង្គមួយមានសក្តានុពលក៏ដូចជាត្រូវសឹងទៅគ្រប់ប្រធានបទតែម្ដងតោះយើងវិភាគអំពីតួអង្គចៅចិត្របន្តិចមើលថាតើតួអង្គចៅចិត្រមានលក្ខណៈសម្បត្តិអីខ្លះហើយមានចំណុចណាខ្លះដែលយើងអាចលើកចូលក្នុងតែងសេចក្តីបានលើកជាឧទាហរណ៍បានយើងទៅទស្សនាទាំងគ្នាចំណុចទី1តួអង្គចៅចិត្រគឺជាតួអង្គក្នុងនាមជាកូនដែលកតញ្ញូចំណុចនេះដោយសារតែដើមរឿងយើងឃើញថាឪពុកចៅចិត្រគឺឈឺហើយចៅចិត្រត្បិតតែជាកូនប្រុសក៏ប៉ុន្តែគឺមាននៅកតញ្ញូមើលថែឪពុកថ្នាក់ថ្នមឪពុកបាយទឹកនំចំណីងូតទឹកស្លៀកពាក់ឲ្យមើលថែទាំសុខភាពទៅរកគ្រូពេទ្យមកព្យាបាលជំងឺឪពុកនេះគឺសម្រាប់ថាតួអង្គចៅចិត្រគឺជាតួអង្គដែលជាតួអង្គកតញ្ញូអញ្ចឹងគ្រប់ប្រធានទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងកតញ្ញូគឺយើងអាចលើកតួអង្គចៅចិត្រនេះបានចំណុចទី2ចៅចិត្រគឺជាកូនដែលគោរពតាមដំបូន្មាននិងបណ្ដាំឪពុកជានិច្ចគឺយើងចាំមុននឹងតាជើមគាត់បានស្លាប់ក៏ប្រាំទៅចៅចិត្រមួយម៉ាត់ថាជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលលោកមានពុទ្ធដីកាថាដែលព្រះអង្គមានពុទ្ធដីកាថាអត្តហិអត្តនោនិថោខ្លួនទីពឹងខ្លួនហ្នឹងអញ្ចឹងនៅពេលដែលផ្ដាំហើយក៏បាននិច្ចកម្មទៅហើយចៅចិត្រក៏បានយកដំបូន្មានហ្នឹងទុកក្នុងចិត្តហើយអនុវត្តដើម្បីធ្វើឲ្យជីវិតខ្លួនកាន់តែប្រសើរឡើងអញ្ចឹងជាកូនដែលគោរពតាមការទូន្មាននិងការព្រានបណ្ដៅរបស់ឪពុកចំណុចទី3ចៅចិត្រជាមនុស្សដែលចេះតស៊ូអត់ធ្មត់ព្យាយាមក្នុងជីវិតយើងគិតថានៅពេលដែលឪពុកបានស្លាប់គឺត្រូវបានគ្រូពេទ្យស្អាតណែនាំចៅចិត្រឲ្យមកធ្វើការនៅបបៃលិនជាមួយនឹងលោកលួងរតនសម្បត្តិដែលមុននឹងសម្រេចចិត្តមកហ្នឹងគឺទទួលព័ត៌មានមកច្រើនថានៅស្រុកនោះមានមូសខ្លាខាំគ្រុនឈាមឈឺអីចឹងទៅតែចៅចិត្រត្បិតតាអញ្ចឹងមែនក៏ប៉ុន្តែតស៊ូជីវិតសុខចិត្តជិះរថភ្លើងទៅបបៃលិនដើម្បីសុំលួងរតនសម្បត្តិធ្វើការអញ្ចឹងប្រធានណាដែលពាក់ព័ន្ធជាមួយនឹងការតស៊ូយើងអាចលើកពីចៅចិត្របានចំណុចទី4ចៅចិត្រគឺជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងខ្លាំងមែនទែនយើងឃើញថានៅពេលដែលចៅចិត្រទៅដល់ផ្ទះលោកលួងរតនសម្បត្តិភ្លាមយើងឃើញដែរថាតួអង្គស្រីយើងគឺខុននារីបានមើងងាយរូបរាងគាត់តែគាត់ជាមនុស្សដែលស្គមញាណភាពដូចញាក់ជក់ថ្នាំអីចឹងទៅតែចៅចិត្រមិនមានការបាក់ទឹកចិត្តឡើយហើយចំណុចជឿជាក់លើខ្លួនឯងគឺត្រង់ថាលោកលួងរតនសម្បត្តិបានប្រាប់ទៅចៅចិត្រថាការងារខ្លួនគឺជាការងារដែលធ្ងន់ធ្ងរដោយសារត្រូវជីកត្បូងក្រោមពន្លឺកម្ដៅថ្ងៃអីចឹងទៅហើយលោកលួងរតនសម្បត្តិក៏បានប្រាប់ទៅចៅចិត្រទៅថាបើសិនជារូបរាងចៅចិត្រអញ្ចឹងមិនគួរណាមកធ្វើការដែលមានសម្ពាធបញ្ហាក្តៅខ្លាំងប្រើកម្លាំងខ្លាំងអីចឹងទេតែចៅចិត្រគាត់ជឿជាក់តែខ្លួនគាត់ធ្វើបានហើយគាត់ព្រមទទួលការងារហ្នឹងពីលោកលួងរតនសម្បត្តិតែម្ដងហើយនៅពេលដែលបានចូលធ្វើការចៅចិត្រគឺជាមនុស្សដែលមើងម៉ាត់ម៉ត់ចុកជាមួយការងារគឺចៅចិត្របានខិតខំប្រឹងប្រែងធ្វើការងារជីកត្បូងបាទខិតខំប្រឹងប្រែងធ្វើការងាររហូតទទួលបានតំណែងធំជាដើមមួយទៀតចៅចិត្រគឺជាមនុស្សដែលស្លូតបូតសុភាពរាបសារចេះគោរពមេចេះគោរពអ្នកដែលធ្វើការជាមួយហើយចំណុចមួយទៀតចៅចិត្រគឺជាមនុស្សដែលមានចំណេះវិជ្ជាច្រើនចៅចិត្ររៀនបានច្រើនរហូតដល់ប្រកាសនីយបត្របាទនៅសម័យនោះចំនួននោះការរៀនដល់ការប្រកាសនីយបត្រគឺចាត់ទុកថាជាអ្នកដែលរៀនមានចំណេះដឹងខ្ពង់ខ្ពស់ម្នាក់ហើយមួយទៀតចៅចិត្រគឺជាមនុស្សដែលសុចរិតទៀងត្រង់មិនកេងបន្លំចំណុចនេះនៅពេលដែលចៅចិត្រខិតខំប្រឹងប្រែងធ្វើការលួងរតនសម្បត្តិលោកឃើញថាចៅចិត្រមានការតស៊ូប្រឹងប្រែងធ្វើការបានល្អលោកក៏បានលើកចៅចិត្រឲ្យក្លាយទៅជាអ្នកត្រួតពិនិត្យបញ្ជីត្បូងហើយចំណុចនេះបើសិនជាចៅចិត្រគ្មានសុចរិតភាពក្នុងខ្លួនគឺគាត់ប្រកាសជាកັບកេងត្បូងលោកលួងរតនសម្បត្តិហើយតែក្នុងរឿងគឺអត់ទេចៅចិត្រគឺជាមនុស្សដែលសុចរិតទៀងត្រង់អញ្ចឹងប្រធានណា
តែងសក្តីណាដែលពាក់ព័ន្ធជាមួយនឹងភាពសុចរិតគឺយើងអាចលើកអំពីចែកចិត្តបានទៀតចំណុចមួយទៀតចែកចិត្តគឺជាមនុស្សដែលចេះជួយយកអាសារអ្នកដទៃជាឧទាហរណ៍នៅពេលដែលតាសុនល្វីឡានអត់ចេះហើយចែកចិត្តក៏បានជួយធ្វើឡានជួសជុលឡានហើយនៅពេលដែលជួសជុលបានទៀតតាសុនពឹងពោបានន័យថាតាសុនពឹងពោឲ្យជូនលោកលួងរតនសម្បត្តិទៅទទួលលោកបល័តអាសាតែខ្លួនមានភារៈប្រពន្ធឈឺពោះកាត់កូននៅផ្ទះអញ្ចឹងចែកចិត្តអត់ប្រកែកទេជួយទៀតបាទជួយទៀតអញ្ចឹងចែកចិត្តជាមនុស្សដែលចេះជួយយកអាសារអ្នកដទៃចំណុចមួយទៀតចែកចិត្តគឺជាមនុស្សដែលហ៊ានប្រឈមមុខនឹងការពិតហើយជាមនុស្សដែលហ៊ានប្រឈមនឹងបញ្ហាការពារមនុស្សដែលខ្លួនស្រឡាញ់អញ្ចឹងក្រោយពីទទួលលោកលងរតនសម្បត្តិក្រោយពីទទួលបល័តមកគឺយើងឃើញថាមានចៅព្រៃមួយវងប្លន់កដាលព្រៃហើយចែកចិត្តហ្នឹងក៏បានហ៊ានលះបង់ពុះពៀក្លាហានយកកំភ្លើងទៅបាញ់តទល់ជាមួយនឹងចៅចឹងភាពអង្អាចក្លាហានអាត្មុតរបស់ចែកចិត្តគឺពិតជាស័ក្តិសមជាបុគ្គលមួយរូបដែលត្រូវទទួលស្គាល់ថាជាមនុស្សដែលមានស្នេហាមុមុតនិងភក្តីភាពជាមនុស្សម្នាក់ដែលមានភក្តីភាពបំផុតហើយចំណុចចុងក្រោយចែកចិត្តគឺជាមនុស្សដែលមានភាពអង្អាចក្លាហានបាទយើងឃើញថានៅពេលដែលមេចៅផាន់ហើយនឹងលោកបល័តបានចូលទៅលួចត្បូងគឺចែកចិត្តនឹងឯជាអ្នកដែលការពារគុណនារីវាយតទល់ជាមួយនឹងលោកបល័តអញ្ចឹងគាត់ជាមនុស្សដែលក្លាហានជាបុរសក្លាហានអូខេយើងសរុបរួមមកគឺបើយើងវិភាគឲ្យដិតដល់មែនតើទៅគឺចែកចិត្តមាននូវលក្ខណៈសម្បត្តិដូចដែលខ្ញុំបានរៀបរាប់អញ្ចឹងគឺជាមនុស្សកតញ្ញូជាមនុស្សដែលគោរពដំបូន្មានឪពុកម្ដាយជាមនុស្សដែលចេះតស៊ូជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯងជាមនុស្សដែលម៉ឺងម៉ាត់ចត់ជាមួយការងារជាមនុស្សដែលស្លូតបូតសុភាពរាបសារចេះគ្រប់មេជាមនុស្សដែលមានចំណេះដឹងខ្ពង់ខ្ពស់ជាមនុស្សដែលមានភាពសុចរិតទាំងត្រង់ក្នុងខ្លួនជាមនុស្សដែលចេះជួយយកអាសារអ្នកដទៃជាមនុស្សដែលហ៊ានប្រឈមមុខនឹងការពិតជាមនុស្សដែលមានស្នេហាមោះមុតនិងភក្តីភាពចំពោះនារីដែលខ្លួនស្រឡាញ់ហើយចុងក្រោយជាមនុស្សដែលក្លាហានអង្អាចអញ្ចឹងសរុបជារួមមកយើងឃើញថាចែកចិត្តមានលក្ខណៈសម្បត្តិទាំងនេះហើយរឿងនេះក៏ជារឿង top 1ដែលគ្នាយើងចូលចិត្តលើកនៅក្នុងតែងសេចក្តីខ្លាំងមែនតើអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាវីដេអូដែលអាចជួយឲ្យគ្នាយើងទទួលបានចំណេះដឹងថ្មីឬក៏បទពិសោធន៍ថ្មីក្នុងការលើកយកនៅតួអង្គចែកចិត្តមកធ្វើជាតល័យក៏មកធ្វើជាឧទាហរណ៍នៅក្នុងរឿងផងដែរបាទក្នុងតែសេចក្តីផងដែរអញ្ចឹងអរគុណការវិភាគរឿងClub Island ពាក់ព័ន្ធជាមួយតួអង្គចែកចិត្តត្រូវបានបញ្ចប់ហើយយើងនឹងជួបគ្នាទៅលើការវិភាគតួអង្គផ្សេងៗទៀតបាទសូមអរគុណ